ពូរ៉ូណាល់ដូបងពូមួយឆ្នាំគាត់ខ្សែមួយពូខ្សែគាត់រ៉ូណាល់ដូគឺជាអត្តពលិកទី1ដែលមានទ្រព្យសម្បត្តិដល់ទៅជាង 2000 លានអានេះបើតាមការចុះផ្សាយរបស់ទស្សនាដោយ Forbes ពីមុនអត្តពលិកដែលមានលុយច្រើនជាងគេថៃកវូតកីឡាករវាយតេនីដ៏ល្បីរបស់សហរដ្ឋអាមេរិកឥឡូវហ្នឹងថៃកវូតគាត់ដូចគាត់ធ្លាក់ដូចគាត់ឈប់អីអញ្ចឹងឥឡូវនេះគ្រីស្ទីយ៉ាណូគាត់វ៉ាដាច់ហ្មងវ៉ាដាច់លីយ៉ូណែលមេស៊ីទៀតជាង 2000 លានលុយដែលគាត់មានហើយអត្តពលិកបាល់ទាត់ហើយដូចពូនិយាយអញ្ចឹងថាគ្រីស្ទីយ៉ាណូរ៉ូណាល់ដូគឺជាកីឡាករបាល់ទាត់តែម្នាក់ដែលគាត់មានវិន័យតឹងរឹងជាងកីឡាករណាៗទាំងអស់តាំងពីការគេងការញ៉ាំការធ្វើដំណើរជីវិតឯកជនរបស់គាត់គឺបានន័យថាគាត់ថែទាំខ្លួនយើងបាត់មើលអីប្រៀបធៀបច្រើនណាស់ពេលណានេះដូចប្រហែលខែមុនពូធ្លាប់អូឃើញរូបហ្គន់សាឡូហ៊ីហ្គូអ៊ីនអាយុប្អូនគាត់ទេណាហ៊ីហ្គូអ៊ីនដូច37 38ឯងម៉ែអាហ្នឹងហើយដោយសារគាត់អត់ថែខ្លួនគាត់ស្មុកគាត់ផឹកដល់ពេលអញ្ចឹងគាត់បណ្ដោយឲ្យអ្វីរបស់គាត់ទៅតាមធម្មជាតិនិយាយទៅដូចពួក homeless ពួក homeless នៅអាមេរិកពួកដែលនៅដេកតាមចាំខ្នល់ដេកតាមសម្រាប់ផ្ទះអីចឹងដល់ពេលដែលគាត់ឈប់លេងបាល់ទាត់តែវាផ្ទុយពី Cristiano Ronaldo 41 ឆ្នាំទេតែកីឡាករអាយុប្អូនគាត់ក្រោមគាត់ no កុំប្រៀបធៀបកុំខំភ័យមួយគាត់មានការញ៉ាំទៀងពេលគាត់មានការគេងនិយាយទៅគឺរបបសុខភាពរបស់គាត់ការហាត់ប្រាណរបស់គាត់គឺគាត់មាន schedule ត្រឹមត្រូវអញ្ចឹងហើយបានគាត់នៅតែរក្សាកម្លាំងរបស់គាត់ដោយសម្ដីរបស់គ្រូបង្វឹករបស់ប៉ូទុយហ្គាល់លោក Roberto Martinez គាត់និយាយថាមហិច្ឆតារបស់រ៉ូណាល់ដូគាត់អាចលេងដល់ World Cup 2030ដោយសារមានកត្តាពីរយ៉ាងទី1ឆន្ទៈទី2អាធមពលដែលគាត់ប្រឹងហ្វឹកហាត់រាល់ថ្ងៃហ្នឹងហ្មងប៉ុន្តែចំណុចមួយទៀតអានឹងវាជាធម្មជាតិហើយកន្លែងហ្នឹងគឺធម្មជាតិហើយទោះបីគាត់ fit ទោះបីគាត់ train ទោះបីគាត់ gym ទោះបីគាត់ take care សុខភាពគាត់ប៉ុណ្ណាក៏ដោយក៏អាធម្មជាតិរបស់គាត់ហ្នឹងក៏វា down ដែរលបឿនកលេតូលបឿនធមពលរបស់គាត់ភាពបត់បែនភាពប៉ិនប្រសពរបស់គាត់នោះគឺវាធ្លាក់អាហ្នឹងគឺវាជាធម្មជាតិគឺអញ្ចឹងគ្មានស្អីជាអមតៈគ្មានស្អីជាអនត្តាទេអាហ្នឹងគឺពេលវេលាធម្មជាតិគឺវាទៅឯងអញ្ចឹងហ្មងវាត្រូវតែមានការផ្លាស់ប្ដូរវាត្រូវតែមានការប្រែប្រួលដូចឥឡូវហ្នឹងអញ្ចឹងឥឡូវពូកាន់M1ទិញលុយដាច់ទិញនៅហាងទូរស័ព្ទគ្នាយើងចាំបើខែក្រោយចេញ M2 ពូត្រូវតែប្រើ M2 លក់អានេះចេញវាយដូរថែមយក M2 មកវិញនឹងរឿងក៏វាអញ្ចឹងចង់ទិញដាច់ក៏បានបងលក់ក៏បានវាយដូរក៏បានហាងគ្នាយើងវាងាយវាស្រួលអញ្ចឹង